ហើយតែវិញបានជាអ្នកធ្វើល្អចំពោះអ្នកណាម្នាក់តែគេបែរជាមិនកោតសរសើរអ្នកការពិតនៅពេលដែលអ្នកធ្វើល្អពេកជាមួយអ្នកដទៃគេអាចមានគំនិតគិតថាអ្នកមិនសំខាន់ទៀតសម្រាប់គេឡើយវាប្រៀបដូចជាឆ្មាមួយក្បាលចូលទៅរស់នៅផ្ទះថ្មីមួយវាឧស្សាហ៍ព្យាយាមចាប់កណ្ដោនៅពេលដែលអស់កណ្ដោចាប់ម្ចាស់ផ្ទះចាប់ផ្ដើមមើលមិនឃើញវាមនុស្សក៏ដូចនេះដែរនៅពេលដែលគេទទួលបាននៅអ្វីដែលគេចង់បានគេនឹងទាមទារបន្ថែមទៀតហើយបើអ្នកធ្វើល្អបន្តទៀតគេមិនត្រឹមតែមិនអរគុណអ្នកទេថែមទាំងមានគំនិតយល់ថាហេតុអ្វីបានជាអ្នកមិនធ្វើល្អចំពោះគេឲ្យបានច្រើនជាងនេះនៅពេលដែលអ្នកមិនបានធ្វើល្អឲ្យដូចចិត្តដែលគេចង់វាប្រៀបដូចជាសត្វឆ្មាដែលត្រូវបានម្ចាស់បោះបង់ចោលព្រោះវាគ្មានតម្លៃសម្រាប់គេទៀតក្រោយពេលដែលសត្វកណ្ដោវិលមកវិញម្ចាស់ផ្ទះក៏បានរកឆ្មាមួយក្បាលទៀតមកចាប់កណ្ដោឆ្មាមួយក្បាលក្រោយនេះវាចាប់កណ្ដោនៅពេលដែលវាចង់ចាប់ដូចនេះម្ចាស់ផ្ទះត្រូវយកចិត្តនិងថែទាំវាជាប្រចាំដោយខ្លាចវាមិនចាប់កណ្ដោនេះជាមេរៀនមួយដែលបានឲ្យយើងដឹងថានៅពេលដែលមានទំនាក់ទំនងនឹងអ្នកដទៃកុំជិតស្និទ្ធនិងកុំឃ្លាតឆ្ងាយពេកត្រូវទុកគម្លាតឲ្យបានសមស្របវាគឺជាវិធីជួយឲ្យអ្នកផ្សារភ្ជាប់ទំនាក់ទំនងដោយសមភាពនិងគ្មានលំអៀង